មុននឹងមកនេះទៅដល់ទីកន្លែងព្រះពុទ្ធចូលបរិនិព្វានតែមិនមានសកម្មភាពអ្វីខ្លះដោយបងប្អូនបានឃើញក្នុងវីដេអូនេះអញ្ចឹងគឺយកគ្រាប់ឈូកទៅបាញ់នៅទីកន្លែងព្រះសម្មាសម្ពុទ្ធធ្លាប់និមន្តទៅស្រង់ទឹកសំខាន់ថាផ្កាឈូកទាំងអស់ហ្នឹងគឺអាចដុះមួយចំនួនបន្ទាប់ពីបានបោះគ្រាប់ពូជផ្កាឈូករួចរាល់ហើយក៏បានចេញដំណើរទៅតទៀតតែមកដល់ទីកន្លែងព្រះសម្មាសម្ពុទ្ធចូលបរិនិព្វានភ្លាមសូមឲ្យបងលីនដាជួយទៅរកមើលទិញកម្រងផ្កាក៏ដូចជាសក្ការៈផ្សេងៗមួយចំនួនហើយក៏បានរៀបចំប្រគេនដល់លោកអ៊ឺណរិនលោកប្អូនរាយព្រះអង្គម្ចាស់ឆាតដើម្បីរៀបចំបូជានៅទីកន្លែងព្រះសម្មាសម្ពុទ្ធចូលបរិនិព្វានគ្រាន់តែបានរៀបចំបូជាគ្រឿងសក្ការៈមួយចំនួនភ្លាមអានេះក៏លោតចិត្តមកគិតថាចង់បូជាសក់នៅទីកន្លែងព្រះសម្មាសម្ពុទ្ធចូលបរិនិព្វានតែម្ដងសង្ឃឹមថាបងប្អូនមើលវីដេអូនេះហើយចែករំលែកតគ្នាផងពីព្រោះផលិតផលមួយនេះគឺអាចជួយបងប្អូនអ្នកដែលគាត់មានបញ្ហាស្បែកមុខមិនថាអាចរយជាំក៏ដូចជាស្នាប់ឲ្យខ្មៅជាពិសេសគឺមានមុនតូចមុនធំបងប្អូនតែងតែព្រួយបារម្ភពីបញ្ហាស្បែកមុខឥឡូវនេះកុំព្រួយបារម្ភទៀតបើសិនជាបងប្អូនអ្នកគ្នាអាចសាកប្រើតាមការណែនាំរបស់ម៉ានិចបងប្អូនអ្នកគ្នាទទួលបានជាមួយនឹងស្បែកមុខស្អាតជាមិនខានពីព្រោះផលិតផលថ្មី ingredient ថ្មីស៊េរីចុងក្រោយនេះបងប្អូនអ្នកគ្នាប្រើដោយទំនុកចិត្តបានធ្វើការតេស្តហើយតេស្តទៀតរហូតតតែឃើញថាល្អបានយកមកលក់នៅលើទីផ្សារជូនបងប្អូនអ្នកគ្នាជាពិសេសឥឡូវនេះគឺមានជាមួយនឹងតម្លៃសមរម្យខ្លាំងមែនទែន promotion ពិសេស discount 50%ជូនបងប្អូនអ្នកគ្នាជាអតិជនចាស់ក៏ដូចជាអតិជនថ្មីដែលអត់បានសាកប្រើរស់រាន់ទាំងអស់គ្នាណាតើមាន promotion discount ពិសេសរហូតតអស់ពី stock ចាស់ការ promotion នេះកន្លងផុតឲ្យសោះបងប្អូនពីព្រោះទៅពេលអស់ stock ចាស់ទៅអត់មានទិញបានតម្លៃ discount 50%នឹងទៀតទេរស់រាន់ទាំងអស់គ្នាណាតើមាន promotion 50%មកឈុត$48ចុះជូន50%នៅសល់មកឈុតត្រឹមតែ$24តែប៉ុណ្ណោះបើសិនជាបងប្អូនអ្នកគ្នាចង់ចំណេញជាមួយនឹងការ free សេវាដឹកទៀតយក2ឈុតបាន2ឈុត$48 free សេវាដឹកជូនបងប្អូនអ្នកគ្នាគ្រប់គ្នាតែម្ដងតើបងប្អូនអ្នកគ្នាដែលចាប់អារម្មណ៍កុំភ្លេចឆាតចូលមកកាន់ page ដើម្បីក្រុមការងារបានរៀបចំជូនបងប្អូនអ្នកគ្នាមិនថានៅភ្នំពេញមិនថានៅតាមខេត្តគឺរៀបចំជូនបងប្អូនអ្នកគ្នាបានលឿនតន់ចិត្តតែម្ដងបងប្អូនដែលប្រាថ្នាចង់ទៅថ្វាយបង្គំទីកន្លែងព្រះសម្មាសម្ពុទ្ធនៅខេត្តប្រទេសឥណ្ឌាបងប្អូនអ្នកបើសិនចង់ទៅពេលរដូវក្តៅតិចបងប្អូនអ្នកគ្នាអាចទៅនៅចន្លោះក្នុងចុងខែ1ឬក៏ដើមខែ2ពាក់កណ្ដាលខែ2អីបានតែបងប្អូនមួយចំនួនដែលគាត់ចូលចិត្តទៅចន្លោះខែ11ខែ12ឬក៏ដើមខែ1គឺចាំពេលទៅជាតែម្ដងពេលដែលបានទៅប្រទេសឥណ្ឌាក៏ដូចជាទៅដែនដីព្រះលោកអ៊ឺណរិនក៏ដូចជាលោកប្អូនរាជព្រះអង្គម្ចាស់ឆាក៏ដូចជាព្រះអង្គម្ចាស់គង់នៅខាងវត្តកោតតឹងព្រះអង្គម្ចាស់4អង្គហើយមានម៉ារីមានបងសំនៀងក៏ដូចជាបងលីនដាហើយនឹងម៉ាណេបានត្រឹមតែរយៈពេលខ្លីមែនប៉ុន្តែមានអារម្មណ៍ថាអស់ចិត្តហើយពីព្រោះមួយឆាជីវិតបានមកដល់ដែនដីព្រះក៏ដូចជាមកទីកន្លែងព្រះសម្មាសម្ពុទ្ធធ្លាប់និមន្តជាពិសេសគឺបានរៀបចំបូជាគ្រឿងសក្ការៈមួយចំនួនរំលឹកគុណព្រះសម្មាសម្ពុទ្ធពីមួយកន្លែងទៅមួយកន្លែងគឺឃើញព្រះអង្គម្ចាស់គ្រប់អង្គទាំងអស់ក៏ដូចជាពុទ្ធបរិស័ទទាំងអស់គឺមានសេចក្តីជ្រះថ្លាខ្លាំងមែនទែនក្នុងការបូជាព្រះធម៌ដល់គុណព្រះសម្មាសម្ពុទ្ធក៏ដូចជាបូជាគ្រឿងសក្ការៈផ្សេងៗជាច្រើនទៀតហើយជាចុងក្រោយនេះសង្ឃឹមថាបងប្អូនអ្នកគ្នាបានឃើញវីដេអូនេះហើយសូមអនុមោទនាសូមលំអរដើម្បីទទួលបានចំណែកបុណ្យកុសលស្មើនឹងក្រុមគ្រួសារម៉ានិចទាំងអស់គ្នាសម្រាប់វីដេអូម៉ានិចទៅប្រទេសឥណ្ឌាគឺនៅមាន 4-5 វីដេអូទៀតដែលនឹងបង្ហាញជូនបងប្អូនអ្នកគ្នាដឹងថាម៉ានិចទៅដល់ទីកន្លែងនៅកន្លែងណាខ្លះទៀតបងប្អូនអ្នកគ្នារងចាំមើលវីដេអូក្រោយៗទៀតណាអញ្ចឹងចុងក្រោយនេះវីដេអូរបស់ម៉ានិចមានតែប៉ុណ្្នឹងទេអរគុណបងប្អូនអ្នកគ្នាដែលស្រឡាញ់ចូលចិត្តគ្រប់វីដេអូរបស់ម៉ានិចអរគុណច្រើនជួបម៉ានិចនៅក្នុងវីដេអូក្រោយៗទៀតអរគុណជម្រាបលា